ជំរាបសួរបងប្អូនប្រហែលថ្ងៃមុនខ្ញុំនិយាយអំពីចំនួនសិទ្ធិកើនឡើងណាហើយខ្ញុំបានខមមិនពីបងប្អូនអាចបានខមមិនពីហ្នឹងណារកតែលុយធនាគារបងមិនបានផងគាត់ថាឡើយសល់លុយធ្វើអ្នកមានហើយសិតតែខមមិនល្អទេធម្មតាការរੂរទាំណាក៏ដោយក៏មិនមែនមានន័យថាយើងទិញខ្សោយដែរព្រោះធាតពិតនៃយើងហ្នឹងយើងបានតស៊ូសម្រាប់ជីវិតយើងរៀងខ្លួនហើយហេតុអីក៏យើងជាពាក់ធនាគារពីព្រោះយើងមានសមត្ថភាពរកលុយតោះនេះបងប្អូននៅពេលដែលយើងមានសមត្ថភាពរកលុយគឺមានន័យថាយើងមានឱកាសរីកចម្រើនហើយឲ្យឱកាសខ្លួនឯងឡើងខ្ញុំនិយាយបែបហ្នឹងណាបងប្អូនក៏និយាយថាស្ដាប់ទៅដូចជាទាំងភ្លាវទាំងផ្្លាត់ខ្ញុំមិនមែនគ្រូជោគជ័យទេហើយដោយសារថ្ងៃនេះជាថ្ងៃដែលខ្ញុំកើតអញ្ចឹងខ្ញុំក៏នឹកឃើញថានិយាយរឿងល្អជាមួយបងប្អូនខ្លះហើយក៏អាចនឹងថ្ងៃបន្តិចខ្ញុំនិយាយអំពីទីផ្សារ crypto នៅក្នុង page សភាវគតិឬក៏ channel សភាវគតិដែលជាចំណេះដឹងសម្រាប់បងប្អូនមិនមែនជាការជំរុញឲ្យ trading ទេប៉ុន្តែឲ្យយល់ទាំងអស់ថា crypto ហ្នឹងវាមានប្រមាណប្រភេទដើម្បីឲ្យបងប្អូនដឹងថាតើគួរសមអាទ្រព្យ digital ហ្នឹងវាបែបម៉េចឬក៏មិនគួរសមឬការវិនិយោគបែបម៉េចកុំឲ្យទៅដល់ខ្លាចជាឆ្លុះឬក៏ទៅជាក្តាន់នៅក្នុងទីផ្សារ crypto ឥឡូវខ្ញុំនិយាយខមមិនគាត់ពីរអ្នកអញ្ចឹងអ្នកខ្លះដូចគាត់និយាយមែនអ្នកខ្លះអាកាសបុកហើយក៏មិនស្គាល់អាកាសហើយអ្នកខ្លះក៏ចាប់អាកាសមកក៏ចាប់មិនបានពីព្រោះអត់លុយអត់សមត្ថភាពអ្នកខ្លះដឹងរឿងនេះត្រូវធ្វើដោយអ្នកខ្លះដឹងថាដីនឹងថ្លៃបងប្អូននៅក្នុងមួយជីវិតបងប្អូនប្រកាសជាដឹងថាដីកន្លែងនេះម្ដុំនេះបន្តិចទៀតគេអភិវឌ្ឍហើយបើមានលុយទិញនឹងខ្លាចទៅជាអ្នកមានមែនទេមានហើយមានបងប្អូនខ្លះក៏ឃើញថាមុខរបរនេះបើសិនជាឥឡូវគេអត់ទាន់ធ្វើនៅស្រុកនេះគេមានអស់ហើយគេរកស៊ីជោគជ័យអស់លេងហើយតែបើសិនជាមានលុយយកមករកស៊ីប្រកាសជាមានហើយមែនទេបងប្អូនអ្វីដែលបងប្អូនគឺដឹងថាបងប្អូនដឹងគឺមុខរបរហ្នឹងទ្រព្យហ្នឹងសម្បត្តិហ្នឹងប៉ុន្តែបងប្អូនយល់ថាយើងគ្មានឱកាសទេដោយសារតែมันមានឱកាសណាហុចផ្ដល់ឲ្យมันមានលុយក្នុងការធ្វើมันមានធនធាននៃការធ្វើខ្ញុំបកឲ្យបងប្អូនគិតមកវិញជនជាតិចិនមកស្រុកខ្មែរដំបូកដៃគ្រប់ចំនួនយើងដែរនិយាយដែរឮថាជនជាតិចិនស៊ីតែក្តាមប្រៃមួយជនជាតិចិនខ្លះក៏ឆាគ្រោះដុំគ្រោះយើងជាមួយអំបិលទទួលទានជាមួយនឹងបាយអញ្ចឹងណាហើយក៏កើតជាសទ្ធិអ្នកមាននៅក្នុងប្រទេសថៃធ្វើជាអ្នកលីសែងរែកពុនទេក៏ខ្លាយជាអ្នកមាននៅក្នុងស្រុកខ្មែរធ្វើជាអ្នកលីសែងរែកពុនទេក៏ខ្លាយជាអ្នកមានហើយជនជាតិចិនហ្នឹងខ្លាចជាអ្នកដែលបកកែចាប់ឱកាសជាងគេឲ្យតែមានទីតាំងផ្សារទីប្រជជនកន្លែងណាឬក៏តំបន់កន្លែងណាយើងឃើញម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺជាជនជាតិចិនមែនអត់ខ្សឹបសួរបេះដូងខ្លួនឯងតិចមើលថាមែនទេតែគឺជាជនជាតិចិនបញ្ជាក់ណាមិនគូជោគជ័យទេតែខ្ញុំចង់ឲ្យបងប្អូនឲ្យឱកាសខ្លួនឯងហេតុអីក៏គេអាចកាន់កាប់នៅទីប្រជុំជនទីផ្សារទីតូបទីចរន្តសេដ្ឋកិច្ចទាំងឡាយខណៈដែលយើងជាម្ចាស់ស្រុកបងប្អូននេះជាម្ចាស់ស្រុកនេះអ្នកខ្លះមួយជីវិតស្ទើរតែមិនហ៊ានសម័យថាខ្លួនឯងនឹងមានផ្ទះនៅក្បែរផ្សារផងហេតុអីប្រាប់ខ្ញុំបានទេហេតុអីហើយសួរខ្លួនឯងហេតុអីនៅពេលអ្នកខ្លះក៏និយាយថាសួរខ្លួនឯងបានខ្ញុំបាច់មកស្ដាប់ធ្វើអីទៅមិនមែនយើងនិយាយវារឿងជោគជ័យខ្ញុំបញ្ជាក់ឲ្យច្រើនដងណាខ្ញុំមិនមែនជាគ្រូជោគជ័យហើយគ្រូជោគជ័យពេលខ្លះក៏មិនអាក្រក់ដែរខ្ញុំនិយាយបែបហ្នឹងទៅបងប្អូនពីព្រោះស្រុកយើងគឺគេបង្រៀនឲ្យស្អប់ពីររូបដោយសារអីដោយសារតែមនុស្សពីរប្រភេទដែលមិនមែនជាប្រភេទពីរហ្នឹងគាត់ពាក់ស្រោមហ្នឹងទី1មិនមែនជាបណ្ឌិតតែពាក់ស្រោមបណ្ឌិតទី2មិនមែនជាអ្នកជោគជ័យតែពាក់ស្រោមជោគជ័យហើយយកមកនិយាយរឿងជោគជ័យយកនិយាយរឿងបណ្ឌិតមកឲ្យបងប្អូនហ្នឹងអញ្ចឹងអ្នកខ្លះក៏កើតគំនិតស្អប់បណ្ឌិតកាលណាបើបងប្អូនស្អប់បណ្ឌិតបងប្អូនលែងស្គាល់អាក្រក់ល្អលែងស្គាល់រឿងខ្មៅសហើយបើបងប្អូនស្អប់វិធីសាស្ត្រជោគជ័យក៏បងប្អូនក៏ពិបាកនឹងជោគជ័យដែរប៉ុន្តែបន្ទោសមិនបានដោយសារពេលខ្លះក៏មានបណ្ឌិតខ្លះយកកេងប្រវ័ញ្ចនៅភាពឆ្លាតវៃរបស់ខ្លួនទៅលើអ្នកទុនខ្សោយណាអញ្ចឹងហើយបានជាប្រព័ន្ធច្បាប់កញ្ចែងថាការឆោបោកទៅលើសតិបញ្ញៈខ្ញុំអត់ចាំច្បាប់ហ្នឹងយ៉ាងនិយាយពីអ្នកដែលឆ្លាតទៅបោកអ្នកល្ងងក៏មានទោសដែរណានៅក្នុងច្បាប់នៅក្នុងស្រុកខ្មែររបស់យើងណាអញ្ចឹងដូចគ្នាដែរយើងដោយសារតែយើងរងគ្រោះច្រើនយើងស្អប់អ្នកជោគជ័យយើងស្អប់បណ្ឌិតអញ្ចឹងប៉ុន្តែឲ្យឱកាសខ្លួនឯងឲ្យបានច្រើនសរុបមកវិញបងប្អូនឥឡូវយើងតមកវិញណាជនជាតិចិនមកស្រុកខ្មែរមិនដែល
មានទ្រព្យសម្បត្តិហូរហៀមកស្រុកខ្មែរទេជនជាតិវៀតណាមដែលបងប្អូនឃើញដែលយើងជេរកាលពីដើមគេហៅថាអាកតបយួនអាយួនកតបអីចឹងទៅប៉ុន្តែឥឡូវយួនមានកតបណាយួនមានផ្ទះធំធំមានការឋានធំធំខ្លាចជាតកែធំធំមែនទេចិនដូចគ្នាដែរអាចិនស្អីគេទេភ្លេចបាត់ហើយពាក្យចិនរបស់គេយើងជេរណាតែពិតវាជាការផ្ដល់ឱកាសឲ្យខ្លួនឯងបងប្អូនជាទូទៅឱកាសវាកើតឡើងពីខ្លួនឯងច្រើនជាងណាយើងជឿថាយើងអត់មានលុយទេប៉ុន្តែយើងមានសមត្ថភាពក្នុងការរកលុយយើងមានសមត្ថភាពក្នុងការរកលុយទៅធនាគារឲ្យជាពាក់ប៉ុន្តែមកពីយើងងងឆោតជាមួយនឹងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់យើងទៅធ្វើឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលធនាគារមួយដែលហ៊ានឲ្យបងប្អូនខ្ចីលុយបានព្រោះតែបងប្អូនមានសមត្ថភាពក្នុងការរកលុយហើយមួយទៀតបើសិនជាមិនមានធនាគារឲ្យបងប្អូនខ្ចីទេប៉ុន្តែបងប្អូនមានសមត្ថភាពរស់មានសមត្ថភាពទទួលទានក៏បង្ហាញអំពីសមត្ថភាពនិងលទ្ធភាពរបស់បងប្អូនដែរថាបងប្អូនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិតហេតុអីក៏មើលងាយលទ្ធភាពទាំងអស់ហ្នឹងតមកទៀតបន្ទាប់ពីបងប្អូនមានលទ្ធភាពទាំងអស់ហ្នឹងមានន័យថាម៉េចបងប្អូនក៏និយាយថាខ្ញុំគ្មានលទ្ធភាពទិញម៉ូតូទិញផ្ទះទិញរបស់ល្អដតៃទៀតដូចអ្នកដតៃទៀតទេគេមានឱកាសគេមានលុយគេមានទ្រព្យសម្បត្តិចុះដូនតាគេមានលុយមានទ្រព្យសម្បត្តិមានអីខ្ញុំនិយាយពីចិនខ្ញុំនិយាយពីវៀតណាមហើយក៏ខ្ញុំនិយាយពីខ្មែរមួយចំនួនដែរបើសិនបើគេមានដោយសារតែបច្ចុប្បន្នហ្នឹងដោយសារតែឪពុកម្ដាយគេត្រូវគេពួកឪពុកម្ដាយគេខំប្រឹងរកបងប្អូនក៏ដូចគ្នាដែរបងប្អូនខំប្រឹងរកទុកឲ្យកូនទៅអត់ប៉ុន្តែឪពុកម្ដាយនឹងមានអត់បើឪពុកម្ដាយនឹងអត់មានដោយសារឪពុកម្ដាយទៀតទៅមើលដូនតាគេមានវាមិនដែរមានដូនតាណាវាមានស្រាប់ទេអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំដកមកវិញឲ្យខ្លីទៀតបើបងប្អូនមានសមត្ថភាពរកលុយចិញ្ចឹមជីវិតគេអត់ឲ្យខ្ចីទៅនេះទេតែមានសមត្ថភាពទទួលទានរហូតដល់ខ្លួនឯងជប៉ុណ្ណឹងណាមានន័យថាបងប្អូនមានសមត្ថភាពមូលដ្ឋានប៉ុន្តែសមត្ថភាពក្នុងការបង្កើននៃសមត្ថភាពរបស់បងប្អូនមិនទាន់មានហើយបងប្អូនជាអ្នកដែលផ្ដាច់ឱកាសឲ្យខ្លួនឯងបងប្អូនសម្លឹងមើលជុំវិញបងប្អូនប្រកាសជាធ្លាប់ឃើញអ្នកខ្លះក្រទេក្រតំណាក់តំណាបងប្អូនឪពុកម្ដាយក៏តំណាក់តំណាបងប្អូនកុំនិយាយថាវាសនាណាបងប្អូនវាសនាជាផ្នែកមួយយើងមិនប្រកែកទេប៉ុន្តែកុំនិយាយថាគេចៃដោះណាស្រាប់តែពេលវេលាមកឃើញអានេះវាឡើងធ្វើការនេះអានោះវាធ្វើឡើងធ្វើការនេះអានេះវាមានមុខរបរនេះអានោះវាមានមុខរបរនោះតើហេតុអីដែលមានអញ្ចឹងអត់ប្រកាសជាមានហើយមានហ្នឹងបងប្អូនដែរតែមើលលំអិតថាវាមានរឿងអីកើតឡើងនៅក្នុងពីក្រោយអាទាំងអស់ហ្នឹងគឺជាការផ្ដល់ឱកាសខ្លួនឯងអ្នករើអេតចាយមួយអ្នកធ្វើកម្មករសំណង់មួយអ្នកធ្វើកម្មករកាត់ដេរមួយខ្វះអីអ្នកខ្លះឡើងធ្វើជាតកែអ្នកខ្លះចេញពីកម្មករកាត់ដេរអ្នកខ្លះចេញពីកម្មករសំណង់បងប្អូនក៏ធ្លាប់មើលបទសម្ភាសដែរប៉ុន្តែសួរថាកើតចេញពីអីកើតចេញពីភាពឆ្លាតវៃនៃហិរញ្ញវត្ថុបងប្អូននៅពេលដែលយើងចេះសន្សំយើងយល់ដឹងពីហិរញ្ញវត្ថុដំបូងដែរយើងអាចសន្សំបែបវិនិយោគបានទេអ្នកដែលធ្លាប់ស្ដាប់ខ្ញុំប្រកាសជាយល់ស្អីគេសន្សំបែបវិនិយោគសន្សំដាក់ធនាគារក៏គេហៅសន្សំបែបវិនិយោគដែរតែមានទទួលអត្រាការប្រាក់សន្សំទិញដីក៏ហៅថាសន្សំវិនិយោគដែរព្រោះដីហ្នឹងវាបង្កើតជាលុយមកឲ្យយើងវិញសន្សំអីទៀតសន្សំជាមួយនឹងមាសដែលយើងសន្សំរាល់ថ្ងៃហ្នឹងក៏ហៅថាសន្សំវិនិយោគដែរសន្សំជាមួយគោជាមួយទាជាមួយអំពែក៏ហៅថាវិនិយោគដែរគ្រាន់តែគោទាអំពែគឺជាការវិនិយោគដែលមានហានិភ័យមួយប្រសិនបើគោនឹងវាងាប់គោនឹងវាឈឺទានឹងវាងាប់ទានឹងវាឈឺអាហ្នឹងរឿងផ្សេងប៉ុន្តែវាជាទ្រព្យសម្បត្តិរបស់អ្នកស្រែបើឈឺវាយស៊ីទៅមានខាតអីអញ្ចឹងតែបើឈឺច្រើនពេកអាហ្នឹងជាបញ្ហាគឺបែបហ្នឹងណាអញ្ចឹងការសន្សំទាំងអស់វាត្រូវការចំណេះដឹងដកមកវិញរៀងទៅវែងតិចហើយអ្នកដែលកើតចេញជាអ្នកមានជាអ្នកធូធាជាសទ្ធិដែលកើតចេញពីអ្នករើអាចារ្យកើតចេញពីកម្មករសំណង់កើតចេញពីកម្មករកាត់ដេរហ្នឹងណាគាត់មានភាពឆ្លាតវៃមួយគឺគាត់ចេះផ្ដល់ឱកាសគឺឆ្លាតវៃទៅលើផ្នែកហិរញ្ញវត្ថុមួយយ៉ាងគេហៅថាការសន្សំរបស់គាត់គឺជាការសន្សំដែលមិនមានការវិនិយោគសន្សំធម្មតាប៉ុន្តែគឺជាការផ្ដល់ឱកាសឲ្យខ្លួនឯងសកដកមកវិញបងប្អូនមួយចំនួនដែលសន្សំលុយយើងថាខ្ញុំរកលុយសន្សំមិនបានផងខ្ញុំរកលុយសន្សំបានទេណាកូនណាអីចាយវាប្រចាំថ្ងៃធនាគារមិនមែនទេពាក្យថាសន្សំអាកាសក៏សន្សំដែរការសន្សំbằngដំបងដៃគឺការបង្កើតទម្លាប់នៃការសន្សំខ្ញុំធ្លាប់ឆ្លងកាត់ដូចគ្នាដែរខ្ញុំមិនមែនជាអ្នកមានណាអញ្ចឹងខ្ញុំយល់អំពីរបៀបនៃការសន្សំនិងការឈ្នះចិត្តសន្សំសំខាន់ថាបងប្អូនសន្សំបានអត់សន្សំឲ្យកុំដកវាបានអត់ថ្ងៃនេះសល់ប៉ុណ្ណឹងសន្សំប៉ុណ្ណឹងថ្ងៃនេះសល់ប៉ុណ្ណឹងសល់ប៉ុណ្ណឹងប៉ុន្តែត្រូវមានមូលដ្ឋានថាជាទូទៅត្រូវសល់ប៉ុណ្ណឹងនៃលុយដែលយើងដកចាយអស់1/10នៃលុយដែលយើងដកចាយអស់
មួយអត់ច្រើនទេនៅក្នុងចំណោម1ភាគ10ពេលព្រោះបើយើងគិតពីអត្រាការប្រាក់យើងឲ្យធនាគារគឺវាច្រើនណាតែយើងឲ្យបានតែសម្រាប់ទូយើងឲ្យខ្លួនយើងបានហៅថាចប់ហើយតែវាមិនច្រើនទេសម្រាប់ការឲ្យខ្លួនយើងបងប្អូនរក 10000 បងប្អូនដកឲ្យបាន 1000 មក 20000 ដកបាន 2000 មកបងប្អូនបង្កើតជាទម្លាប់រាល់ថ្ងៃក្នុងមូលដ្ឋានគឺបែបហ្នឹង1 លើ 10ហើយឲ្យវាលើសផងជាប្រចាំណាឲ្យវាលើសផងបើមិនជាកាត់ចំណាយទៅយូរទៅវាធ្វើឲ្យយើងសល់ទៀតសំណួរសួរថាសំចឹងធ្វើអីនៅពេលដែលបងប្អូនមានលុយគឺរឿងទី2អាចកើតឡើង2ឆ្នាំក្រោយមក1000ណាឬក៏3ឆ្នាំក្រោយមកបងប្អូនសល់តែ$300-400បងប្អូនអាចយកធ្វើអីបានប្រកាសជាបងប្អូនអ្នកដែលគេឆ្លាតទេគេយកទៅវិនិយោគជំនាញកម្មករកាត់ដេរគាត់យកទៅវិនិយោគទៅលើជំនាញផ្សេងហ្នឹងភាគច្រើនគាត់ចេញមកដេរខ្លួនឯងគាត់វិនិយោគលើម៉ាស៊ីនវិនិយោគលើការគ្រប់គ្រងប៉ុន្តែគាត់យល់អំពីការកាត់ដេររបស់គាត់ឬក៏គាត់ទៅលក់ឬក៏គាត់ទៅធ្វើនេះគាត់ទៅរកស៊ីនេះប៉ុន្តែគាត់លុយដែលគាត់បានដំបូងដែរគឺគាត់យកទៅវិនិយោគជំនាញរបស់គាត់នៅចាំបាច់ត្រូវមានមូលដ្ឋាននៃការសន្សំទី1ទី2ត្រូវមានមូលដ្ឋានក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួនខ្លាំងផុតពេលអភិវឌ្ឍជំនាញរបស់ខ្លួនហើយមានលំហូរប្រាក់ហើយទើបអាចយកលុយហ្នឹងទៅវិនិយោគបានឈរលើគោលការណ៍3ហ្នឹងសិននេះយើងអត់ទាន់ចាំបាច់និយាយច្រើនទេតែខ្ញុំនិយាយតែពីគោលការណ៍តែបងប្អូនអាចឲ្យឱកាសខ្លួនឯងបានអត់ទី1គឺការសន្សំប្រាក់ពេលដែលបងប្អូនមានប្រាក់បងប្អូនលែងឆ្ងល់ថាខ្ញុំអាចចាប់ឱកាសហើយប្រកាសថាបងប្អូនអាចលក់ផ្ទះល្វែងបានទេប្រកាសថាបងប្អូនមិនអាចទៅលក់ឡានបានទេមកប្រកាសថាបងប្អូនមិនអាចទិញមាសទាំងកញ្ឆេងយកទៅលក់ទេប៉ុន្តែលុយល្មមដែលបងប្អូនយល់អំពីហិរញ្ញវត្ថុរបស់ខ្លួនឯងនៃការសន្សំវានឹងបង្កើតគំនិតតូចដោយមិនចាំបាច់មានគ្រូបាអាចារ្យណាទៅបដៅបងប្អូនទេបងប្អូននឹងដឹងថាលុយហ្នឹងវាចេញមកពីណាបងប្អូននឹងលុយដឹងអំពីតម្លៃរបស់វាហើយគំនិតរបស់បងប្អូនហ្នឹងវាចេះតែដើរសន្សំតិចម្ដងដូចបងប្អូនរៀនកខកខងអញ្ចឹងក្មេងរៀនកខកខងរហូតដល់ចេះអានស្ទាត់រយៈពេល4ឆ្នាំគឺកើតចេញពីដើមពីការមួយថ្ងៃទៅសន្សំតិចទៅសួរវាថាវាចេះអានរបៀបម៉េចវារកមូលដ្ឋានមិនឃើញទេដូចគ្នាដែរបើបងប្អូនចិនសន្សំពី100រហូតដល់កើនចេញជាឆ្នាំរហូតដល់បងប្អូនមានដើមទុនល្មមបងប្អូនក៏នឹងចេះសម្លឹងឱកាសក្នុងការប្រើប្រាស់វាឲ្យមានឥទ្ធិពលដែរបងប្អូនអាចទៅបង្កើតជំនាញបាននៅពេលដែលបងប្អូនបង្កើតជំនាញបានហើយបងប្អូនមានឱកាសវិនិយោគបងប្អូនត្រូវបង្កើនចំណេះខ្លួនឯងបន្ថែមទៀតបែបហ្នឹងចិនដែលវាមកខ្លាចជាតកែនៅក្នុងស្រុកខ្មែរគឺវាកើតឡើងចេញពីការសន្សំសិនបន្ទាប់ពីសន្សំហើយវាធ្វើម៉េចវាទៅវិនិយោគទៅលើជំនាញរបស់វាវៀតណាមក៏ចឹងដែរវិនិយោគលើជំនាញបង្ខំការលក់របស់ខ្លួនឯងបន្ទាប់បន្ថែមការលក់របស់ខ្លួនឯងតែចិននឹងធ្វើម៉េចបានខ្លាចជាតកែរបស់យើងស្រុកខ្មែរហ្នឹងវាទិញទ្រព្យសម្បត្តិគេហៅថាការសន្សំបែបវិនិយោគហ្នឹងឯងវាទិញតូបវាទិញផ្ទះបើពាក្យវាក៏មិនកើតដែរលោកអធិស្ឋានលោកចិនលោកវៀតណាមគាត់ទៅទិញផ្ទះទៅទិញដីគាត់ទៅទិញធ្លីគាត់ទៅទិញអ្វីដែលវាកើនទ្រព្យអ្វីដែលជាទ្រព្យពិតប្រាកដរបស់ខ្លួនពីម្ដងទៅម្ដងបែបហ្នឹងហើយជនជាតិចិនភាគច្រើនបរិញ្ញាកូនចៅឲ្យរស់ស៊ីមុខមកអីភាគច្រើនដែលគាត់យល់ពីទ្រព្យសម្បត្តិឲ្យខ្លាចជាអ្នកធំមានធំណាលក់មាសហើយទៀតដូរលុយហើយយើងមើលសទ្ធិនៅក្នុងស្រុកខ្មែររបស់យើងនិយាយពីកម្ពូលណាដែលគេអត់ដែរក្តុងក្តាំងដែលជាសទ្ធិទៅលើសួនឧស្សាហកម្មលក់មាសបើកធនាគារមានស្រាបៀរមានបេតិជ្ជៈហ្នឹងណាដើមដំបងឡើយគេរស់ស៊ីអីពួកហ្នឹងសិតតែអ្នកលក់មាសបែបហ្នឹងណាហេតុអីវាជាទ្រព្យសម្បត្តិដែលកម្រនឹងខាតតន់ទេបងប្អូនតែខ្ញុំអត់និយាយរឿងហ្នឹងបងប្អូនត្រូវតែលក់មាសទេខ្ញុំបញ្យល់បងប្អូនឲ្យចេះសន្សំបន្ទាប់មកចេះអភិវឌ្ឍទៅលើជំនាញរបស់បងប្អូនបន្ទាប់មកចេះសន្សំបែបវិនិយោគហើយសន្សំបែបវិនិយោគគុំល្ងងជឿតាមគេថាអូលុយវាត្រូវតែមកភ្លាមដូចអ្នកខ្លះទៅវិនិយោគដាក់ខ្ចីដាក់លុយដាក់ធ្លីយកការប្រាក់យកអីងាប់ហើយធនាគារគេមិនធ្វើអញ្ចឹងផងយកតែមន់ពួកហ្នឹងហេតុអីហើយខិនតែពេលយើងឃើញពលរដ្ឋយើងចាញ់បោកគេទាំងប្រូមែនអត់យល់អំពីការសន្សំអត់មានមូលដ្ឋានក្នុងការប្រតិចំណេះជំនាញរបស់ខ្លួនអត់មានមូលដ្ឋានក្នុងការសន្សំនៃការវិនិយោគហើយបោកគេបោកទាំងវងយកផ្ទះយកដីបោកទាំងក្រុមអធិស្ឋានយកផ្ទះយកដីយកទៅប្រចាំដាក់យកការប្រាក់ពូយល់ថាជាការវិនិយោគអ្នកណាវិនិយោគអញ្ចឹងហើយបានជាខ្ញុំប្រាប់បងប្អូនថាឲ្យឱកាសខ្លួនឯងសិនទៅសន្សំលើមូលដ្ឋាន3នេះគឺជាការជជែកលេងគ្នាឥតប្រយោជន៍ចាត់ទុកថាជាថ្ងៃដែលខ្ញុំកើតអញ្ចឹងណាជជែកគ្នាលេងទៅឲ្យឱកាសខ្លួនឯងតាមរយៈការសន្សំមានមូលដ្ឋាននៃការសន្សំឲ្យបានច្បាស់លាស់ទៅហើយសន្សំបានច្រើនឆ្នាំ
កំណត់បងប្អូននឹងដើរតាមរយៈលុយដែលបងប្អូនដែលមាននឹងហើយបន្តមកទៀតអភិវឌ្ឍជំនាញដែលបងប្អូនមានការអភិវឌ្ឍជំនាញដែលបងប្អូនមានដែលកំពុងតែប្រកបមុខរបររាល់ថ្ងៃជាមួយនឹងការកសាងបណ្ដាញផ្សេងស្គាល់គេបើចង់លក់មាសត្រូវស្គាល់អ្នកលក់មាសបើចង់ធ្វើជាងម៉ូតូត្រូវស្គាល់អ្នកជាងម៉ូតូទៅប្រឹក្សាជាមួយអ្នកជាងម៉ូតូរកស៊ីម៉ូតូបើចង់រាវខ្ចៅទៅសិក្សាជាមួយអ្នករាវខ្ចៅបើចង់ស្ទូចត្រីទៅសិក្សាជាមួយអ្នកស្ទូចត្រីមិនចង់ទៅសិក្សាជាមួយអ្នកលក់មាសណាកុំអសោះអញ្ចឹងបង្កើតអាជំនាញឯកទេសហ្នឹងឲ្យបានច្បាស់បង្កើតមូលដ្ឋានបង្កើតបណ្ដាញទើបអាចធ្វើឲ្យអាជីវកម្មរបស់បងប្អូនរីកចម្រើនហើយកុំភ្លេចសន្សំបែបវិនិយោគដែលខ្ញុំនិយាយមិញណាសន្សំបែបវិនិយោគពីព្រោះលុយហ្នឹងវារកលុយបានលឿនជាងបងប្អូនផងដូចគេយកលុយគេទៅទុកចោលគ្រាន់តែការប្រាក់ធនាគារគេមួយខែបើកឲ្យកម្មករបើកឲ្យចុងភៅបើកឲ្យផ្ទះបើកឲ្យស្អីបានរហូតដល់អាចទៅទិញអចលនទ្រព្យបន្ថែមទៅទៀតបានណាអញ្ចឹងបែបហ្នឹងហើយគេវិនិយោគគេទៅទិញដីគេទៅទិញផ្ទះគេទៅកាន់កាប់តំបន់ពាណិជ្ជកម្មធំគេទៅទិញផ្សារពីមុនគេនិយាយផ្សារគេទៅទិញតូបគេលក់ចិញ្ចឹមជីវិតគេឡើងមកឆ្អែតហើយតកូនតចៅគេហើយតូបហ្នឹងគេលក់បានថ្លៃទៀតនៅពេលដែលគេចង់ចាប់ឱកាសធំទៀតឬក៏គេបរិយាគេឲ្យកូនចៅគេទៀតផ្សេងទៀតអញ្ចឹងណាគេកាន់កាប់ដីស្រែចម្ការជួឯងនេះទៅភ្ជួររស់ហើយជាម្ចាស់កាន់កាប់ជាស្រែចម្ការខ្លាចជាទាសកលលើដីខ្លួនឯងខ្វះអីនៅក្នុងពេលបាច់ចរអ្នកមានដើរទិញពាត់ទិញអស់លេងកំពុងឆ្នាំងពោធិ៍សាត់នៅបើនិយាយពីពួកខេត្តកណ្ដាលស្ទឹងហ្នឹងក៏ទិញអស់ដែរធ្វើស្រែនៅលើដីរបស់ខ្លួនឯងតែដូរម្ចាស់ហើយគេខ្ជិលរកអ្នកទៅមើលថែគេពិបាកក្នុងការរកថែគេទិញឲ្យគេឲ្យយើងនៅហ្នឹងធ្វើកងត្រាធ្វើអីហ្នឹងគេគ្រប់គ្រងរបស់គេបានល្អធ្វើស្រូវធ្វើស្រែមកឲ្យផលចែកទៅគេទៅបែបហ្នឹងមើលយល់ខ្លះទេតើគិតថាខ្លួនឯងមានលុយរាប់លានបានខ្លាចតែបានហៅថាមានឱកាសមែនមិនទេបើឲ្យលុយ1លានទៅមិនដឹងរកស៊ីអីផងនោះសួរថាឲ្យលុយ1រៀលទៅរកស៊ីកុំឲ្យខាតពិបាកឆ្លោយទេប៉ុន្តែបើយើងចេះសន្សំយើងចេះវិនិយោគយើងនឹងឃើញអាស្អីខ្លះដែលវាមិនខាតអាស្អីខ្លះវាចំណេញអាស្អីខ្លះនឹងធ្វើឲ្យយើងវាមិនមានហានិភ័យវាត្រូវចាស់ផ្ដើមពីកខបើម៉ែឪយើងអត់បានបរៀនកខទេយើងខ្លួនឯងធ្វើជាចំនួនទី1បង្រៀនកខហើយបង្រៀនកូនយើងឲ្យយល់ពីកខនឹងឯងអរគុណជាការជជែកលេងទេហើយក៏មិនប្រកាសថាត្រូវដែរណាត្រូវការបំពេញបន្ថែមបើអ្នកស្ដាប់ខ្ញុំឲ្យយល់ឃើញថាវាមានកំហុសច្រើនបំពេញឲ្យខ្ញុំមកខ្ញុំរៀនពីអ្នកដូចគ្នាដែរអាយុតងាប់ក៏ត្រូវតែរៀនដែរបែបហ្នឹងណាហើយបើសិនជាយល់ឃើញថាវាអាចមានចំណុចខ្លះដែលខ្ញុំមិនដឹងមានចំណុចខ្លះខ្ញុំចង់ផ្ដល់ឱកាសខ្លួនឯងតាមរយៈការសន្សំឲ្យខ្លួនឯងនេះសន្សំលុយខ្លួនឯងនេះគុំអាដៃមួយឆ្នាំហើយសល់$50គ្មានបញ្ហាចូលពេទ្យ$50ហ្នឹងទៅរកខ្ចីបងប្អូនហើយយើងនិយាយពាក្យថាអត់ទេខ្ញុំចាយវាសំគុំនិយាយពាក្យថាចាយវាអស់សំបានប្រមាណយកប៉ុណ្ណឹងដាក់គោដៅខ្លួនឯងសំទាំងលុយសំទាំងសុខភាពបែបហ្នឹងឯងម៉ោងគេងទៅទទួលទានអាហារល្អគិតអំពីគោលដៅរបស់ខ្លួនឲ្យដូចខ្លួនចង់ដកដង្ហើមទៅបានជម្រាបលា